ស្ដីអ្នកគ្នាខ្ញុំខានស៊ីថ្ងៃនេះផងដែរយើងមកបន្តភាគរឿង Dragon Ball Z ជាបន្តទៀតពេលដែលចូលបានស្លាប់ហើយតែនពិតជាមានការខឹងសម្បាទៅកាន់ណាប៉ាខ្លាំងមែនតើហើយមិនចាំយូរនោះទេគាត់ក៏បានរត់ទៅវាយប្រហារទៅកាន់ណាប៉ាតែម្ដងក៏ប៉ុន្តែវាត្រឹមតែជាការលេងសប្បាយរបស់ណាប៉ាតែប៉ុណ្ណោះនៅពេលដែលណាប៉ាវាយប្រហារទៅកាន់តែនវិញត្រូវធ្ងន់ណែភីកាឡូនៅវិញនៅពេលនេះផងដែរពួកគេទាំង3នាក់បាននាំគ្នារៀបចំនៅគម្រោងផែនការដើម្បីចាត់ការទៅកាន់ណាប៉ាចំណែកណាប៉ានៅវិញចាប់ផ្ដើមវាយទៅកាន់តែនមកទំហឹងហើយដែលធ្វើឲ្យគាត់មានការជឿចាប់ជាខ្លាំងនៅពេលដែលណាប៉ារៀបនឹងចូលទៅវាយប្រហារទៅកាន់តែនបន្ថែមទៀតទៅហើយក៏ប៉ុន្តែត្រូវបានភីកាឡូហក់ចូលទៅវាយប្រហារទៅកាន់ណាប៉ាមុនបន្ទាប់មកគូរៀនក៏បានថែមគាត់ម្ដាយឲ្យណាប៉ាបានធ្លាក់ចុះទៅកាន់ខាងក្រោមដីនៅពេលដែលណាប៉ាកំពុងតែសង្ហល់អញ្ចឹងភីកាឡូក៏បានស្រែកប្រាប់ឲ្យកូហានវាយប្រហារទៅកាន់គាត់បន្ថែមទៀតទៅក៏ប៉ុន្តែដោយសារតែកូហានមិនមានភាពក្លាហាននោះទេគាត់ក៏បានរត់ចាក់ចេញពីកន្លែងមួយហ្នឹងដើម្បីគេចចេញអំពីណាប៉ានៅពេលนั้นដែរភីកាឡូពិតជាខឹងខ្លាំងណាស់ក្រោយមកកូរិនជាមួយនឹងភីកាឡូពួកគេទាំងពីរនាក់ក៏បានប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់ពួកគេដើម្បីវាយប្រហារទៅកាន់ណាប៉ាក៏ប៉ុន្តែត្រូវបានណាប៉ាគេចផុតដើម្បីទប់ទល់ជាមួយនឹងណាប៉ាភីកាឡូជាមួយនឹងកូរិនពួកគេទាំងពីរនាក់ក៏បាននាំគ្នាបំបែងភីឲ្យខ្លាចទៅជាមនុស្ស3នាក់ដើម្បីចូលប្រយុទ្ធជាមួយនឹងណាប៉ាបន្ទាប់មកពួកគេទាំងពីរនាក់ក៏បាននាំគ្នាចូលទៅវាយប្រហារទៅកាន់ណាប៉ាឡើងញាប់ឆ្អេក៏ប៉ុន្តែមិនបានយូរនោះទេណាប៉ាក៏បានវាយប្រហារទៅកាន់ពួកគេទាំងពីរនាក់ឲ្យប្រែក្លាយទៅជារូបរាងម្នាក់មួយវិញឃើញអញ្ចឹងកូហានក៏បានរត់ទៅមើលភីកាឡូក៏ប៉ុន្តែត្រូវបានភីកាឡូទះគាត់ចាញ់ហើយគាត់បាននិយាយថាយើងមិនត្រូវការមនុស្សកំសាដូចជាឯងនោះទេទៅផ្ទះវិញទៅបន្ទាប់មកភីកាឡូជាមួយនឹងកូរិនក៏បានចូលទៅប្រយុទ្ធជាមួយនឹងណាប៉ាបន្តទៀតចំណែកតែនៅខាងក្រោមឯវិញក៏បានប្រើប្រាស់នៅធម្មពលរបស់គាត់ដើម្បីវាយប្រហារទៅកាន់ណាប៉ាយ៉ាងសាហាវក៏ប៉ុន្តែវាប៉ុណ្ណឹងឯងណាប៉ាគាត់មិនមានបញ្ហានោះទេឃើញអញ្ចឹងពួកគេទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែតែនគាត់បានប្រើប្រាស់នៅធម្មពលរបស់គាត់ខ្លាំងពេកធ្វើឲ្យគាត់បានដួលក្លាប់មុខទៅនឹងដីហើយអ្វីដែលសំខាន់ហ្នឹងគឺតែនក៏ត្រូវបានស្លាប់ផងដែរនៅពេលហ្នឹងដែរកូរិនក៏បានស្រែកហៅទៅកាន់កូខូហើយបានសួរទៅកាន់គាត់ថាឥឡូវនេះផងដែរតើឯងនៅឯណាលើអញ្ចឹងវីកេតាពិតជាឆ្ងល់ខ្លាំងមែនតើហើយបាននិយាយថាតើកូខូគឺជានរណានៅពេលហ្នឹងដែរណាប៉ារៀបនឹងហោះទៅសម្រាប់ទៅកាន់កូហានទៅហើយក៏ប៉ុន្តែត្រូវបានវីកេតាគាត់តន់ហើយណាប៉ាពិតជាឆ្ងល់ខ្លាំងមែនតើថាហេតុអ្វីបានជាវីកេតាគាត់មកកាន់គាត់ហ្នឹងមូលហេតុតែគាត់ហ្នឹងដោយសារតែគាត់ចង់ដឹងថាគូខូហ្នឹងជាពីណាគេបន្ទាប់ពីគាត់សួរដឹងនាំថាគូខូជាពីណាគេហើយវីកេតាក៏បានប្រាប់ទៅកាន់ណាប៉ាថារយៈពេល3ម៉ោងទៀតគូខូនឹងមកដល់ទីនេះមូលហេតុហ្នឹងដោយសារតែគាត់ចង់ឲ្យគូខូឃើញមនុស្សជាទីស្រឡាញ់របស់គាត់ត្រូវបានស្លាប់នៅចំពោះមុខគូខូនៅពេលនោះដែរកូហានក៏បាននិយាយថាបើសិនជាគាត់បានបើកការវាយប្រហារទៅកាន់ណាប៉ាច្បាស់ណាស់ថាតែនគាត់មិនស្លាប់នោះទេហើយភីកាឡូបាននិយាយថាត្រូវហើយបើសិនជាឯងមិនកំសាន្តនោះទេច្បាស់ណាស់ថាវានឹងមិនមានរឿងនឹងកើតឡើងនោះទេហើយកូរិនបាននិយាយថាកុំបន្តទៅកាន់កូហានអីគាត់ទើបតែមានអាយុ5ឆ្នាំតែប៉ុណ្ណោះអញ្ចឹងហើយយើងពិតជាពិបាកបន្តទៅកាន់គាត់ខ្លាំងមែនតើបន្ទាប់មកភីកាឡូក៏បានដេញឲ្យកូហានចាក់ចេញពីទីកន្លែងមួយហ្នឹងដោយសារតែគាត់មិនត្រូវការមនុស្សកំសាន្តនោះទេនៅពេលដែលបានលើទៅកាន់ភីកាឡូនិយាយអញ្ចឹងហើយកូហានក៏មិនបានប្រកាសអ្វីនោះដែរហើយគាត់ក៏បានដើរចាក់ចេញពីទីកន្លែងមួយហ្នឹងក៏ប៉ុន្តែស្រាប់តែមានវេទមន្តមួយបានវាយប្រហារស្កាក់មុខទៅកាន់កូហានតាមពិតទៅគ្មាននរណានោះទេគឺជាណាប៉ាហើយគាត់បាននិយាយថាយើងមិនអនុញ្ញាតឲ្យនរណាម្នាក់ចាក់ចេញពីទីកន្លែងមួយនេះបាននោះទេនៅពេលហ្នឹងដែរណាប៉ាក៏បានឃើញនៅពួកក្រុមសារព័ត៌មានបានមកដល់ទីកន្លែងមួយហ្នឹងហើយគាត់បាននិយាយថាគាត់នឹងមិនអាចចាំទៅកាន់កូខូរយៈពេល3ម៉ោងបាននោះទេអញ្ចឹងហើយគាត់សុំលេងកំសាន្តវាបន្តិចសិនបន្ទាប់មកគាត់ក៏បានហោះចាក់ចេញពីទីកន្លែងមួយហ្នឹងហើយសម្ដៅទៅកាន់កន្លែងរបស់ក្រុមសារព័ត៌មានឃើញអញ្ចឹងពួកក្រុមសារព័ត៌មានពួកគាត់មិនចាំយូរនោះទេក៏បានបើកឡានបញ្ញាប់ចាក់ចេញពីទីកន្លែងមួយហ្នឹងក៏ប៉ុន្តែគ្មាននោះទេត្រូវបានណាប៉ាវាយប្រហារទៅកាន់ពួកគេមកឆ្លងតែម្ដងបន្ទាប់មកណាប៉ាក៏បានឃើញនៅកងកម្លាំងយោធាបានយកនាវាចម្បាំងជាច្រើនមកកាន់ទីកន្លែងមួយហ្នឹងក៏ប៉ុន្តែគ្មានទេត្រូវបានណាប៉ាវាយប្រហារតែមកប្រាវទេខ្ទេចគ្មានសល់តែម្ដង
បន្ទាប់មកគាត់ក៏បានហោះចាក់ចេញពីទីកន្លែងមួយហ្នឹងដើម្បីទៅកន្លែងផ្សេងមួយទៀតគ្រាន់តែណាប៉ាបានមកដល់កន្លែងទីក្រុងផ្សេងមួយទៀតគាត់មិនចាំយូរនោះទេក៏បានប្រើប្រាស់នៅធម៌ពលរបស់គាត់យ៉ាងសាហាវគំតិចទៅកាន់ទីក្រុងមួយហ្នឹងតាមមកប្រព្រឹត្តផ្នែកនោះទេគឺខ្ទេចគ្មានសល់បន្ទាប់ពីបំភ្លេចបំផ្លាញអស់ហើយណាប៉ាក៏បានមកកាន់ទីកន្លែងរបស់គាត់វិញគ្រាន់តែមកដល់ភ្លាមណាប៉ាក៏បានដោះអាវរបស់គាត់ដើម្បីត្រៀមខ្លួនចាត់ការទៅកាន់អ្នកទាំង3ហ្នឹងពីព្រោះអីបន្តិចទៀតហ្នឹងគូគ្រូនឹងមកដល់ទីកន្លែងមួយហ្នឹងហើយមិនចាំយូរនោះទេគាត់ក៏បានដើរសម្ដៅទៅកាន់ក្រុមរបស់ Piccolo នៅពេលនោះណា Piccolo គាត់មាននៅគម្រោងការមួយហើយគាត់បាននិយាយប្រាប់ទៅកាន់គ្នារបស់គាត់ធ្វើយ៉ាងម៉េចក៏ដោយឲ្យតែណាប៉ាគាត់ភ្លេចខ្លួនហើយគាត់នឹងចូលទៅចាប់ទៅកាន់កន្ទុយរបស់ណាប៉ានៅហើយគឺជាចំណុចខ្សោយរបស់សាយ៉ានហើយគាត់ក៏បានប្រាប់ឲ្យកូហានត្រៀមខ្លួនធ្វើរឿងមួយនេះផងដែរកូហានប្រាប់ថាមិនអីនោះទេគាត់នឹងត្រៀមខ្លួនដើម្បីធ្វើការងារមួយនេះឥឡូវយើងក៏លេចមកកាន់កូខូឯវិញឥឡូវនេះផងដែរគាត់បានមកដល់ភពផែនដីហើយបន្ទាប់ពីមកដល់គាត់ក៏បានហៅពពករបស់គាត់ដើម្បីជៀសវាទៅកាន់កន្លែងរបស់ណាប៉ាបន្ទាប់មកមិនចាំយូរនោះទេកូរិនក៏បានរត់ទៅយ៉ាងលឿនដើម្បីចូលទៅវាប្រហារទៅកាន់ណាប៉ានៅពេលដែលកូរិនរត់ចូលជិតទៅដល់ហ្នឹងគាត់ក៏បានប្រើប្រាស់នៅធម៌ពលរបស់គាត់ដើម្បីហោះទៅកាន់ខាងលើឃើញមានអាការអញ្ចឹង Piccolo ក៏បានតែលផតខ្លួនរបស់គាត់ដើម្បីទៅកាន់ខាងក្រោយរបស់ណាប៉ាបន្ទាប់មកកូហានក៏បានស្ទុយយ៉ាងលឿនដើម្បីចូលទៅវាប្រហារម្នាក់ទៀតប៉ុន្តែគ្មាននៅទេណាប៉ាក៏បានដាក់មកកែងទៅកាន់ Piccolo បន្ទាប់ពីត្រូវមកកែងហ្នឹងហើយ Piccolo ក៏បាត់បង់នៅស្មារតីរៀបនឹងដួលទៅហើយក៏ប៉ុន្តែត្រូវបានណាប៉ាចាប់ជាប់ហើយគាត់បាននិយាយថាឯងកុំបញ្ញាប់ស្លាប់ពេកដោយសារតែយើងត្រូវការឯងដើម្បីប្រើប្រាស់នៅ Dragon Ball បន្ទាប់មកគាត់ក៏បានបោះ Piccolo ទៅកាន់កន្លែងរបស់កូហានឃើញអញ្ចឹងកូហានគាត់ពិតជាព្រួយបារម្ភអំពី Piccolo ខ្លាំងណាស់បន្ទាប់មកណាប៉ាក៏បានដើរទៅកាន់កន្លែងរបស់កូហានហើយមិនចាំយូរនោះទេគាត់ក៏បានទាត់ទៅកាន់កូហានមួយជើងហើយណាប៉ាបាននិយាយថាកុំធ្វើលេសអីឆាប់ក្រោកឡើងមកធ្វើឲ្យយើងសប្បាយចិត្តបន្តិចមកហើយកូហានក៏បានងើបឡើងទាំងដដាប់ដដួមិនចាំយូរនោះទេណាប៉ាក៏បានស្ទុះយ៉ាងលឿនដើម្បីចូលទៅវាប្រហារទៅកាន់កូហានក៏ប៉ុន្តែនៅពេលដែលចូលចិត្តទៅដល់កូហាននោះស្រាប់តែគូរិនបានស្ទុះយ៉ាងលឿនដើម្បីធាក់ទៅកាន់ណាប៉ាមួយជើងហើយថែមម្ដាយទៀតដែលធ្វើឲ្យណាប៉ាបានខ្ទាតទៅកាន់ខាងក្រោយហើយគូរិនក៏បានប្រើប្រាស់នៅធម៌ពលរបស់គាត់ដើម្បីបង្កើតឲ្យខ្លាចទៅជារង្វង់មួយហើយបន្ទាប់មកគាត់ក៏បានគប់វាយ៉ាងលឿនដើម្បីសម្ដៅទៅកាន់ណាប៉ាគឺអញ្ចឹងណាប៉ាគាត់ក៏បានត្រៀមខ្លួនដើម្បីទប់ទល់ជាមួយនឹងធម៌ពលមួយនឹងផងដែរវីគីតាក៏បានស្រែកប្រាប់ណាប៉ាថាឲ្យឆាប់កិច្ចអំពីការវាប្រហារមួយនឹងទៅនៅពេលហ្នឹងដែរណាប៉ាកិច្ចប៊ីសឹងតែមិនផុតហើយធម៌ពលមួយហ្នឹងវាពិតជាសាហាវខ្លាំងណាស់កាត់ទៅកាន់ភ្នំដាច់ថ្មល់តែម្ដងនៅពេលហ្នឹងដែរណាប៉ាគាត់ក៏បានត្រូវរបួសបន្តិចផងដែរដែលធ្វើឲ្យគាត់មានការខឹងសម្បារជាខ្លាំងហើយណាប៉ាក៏បានប្រើប្រាស់ធម៌ពលយ៉ាងសាហាវរបស់គាត់ដើម្បីវាប្រហារទៅកាន់គូរិនក៏ប៉ុន្តែត្រូវបានគូរិនកិច្ចផុតក៏ប៉ុន្តែកិច្ចផុតហ្នឹងក៏ធ្វើឲ្យគូរិនមានរបួសផងដែរឃើញមានអាការល្អអញ្ចឹងណាប៉ារៀបនឹងប្រើប្រាស់ធម៌ពលរបស់គាត់សម្រាប់ទៅកាន់គូរិនទៅហើយក៏ប៉ុន្តែត្រូវបាន Piccolo ប្រើប្រាស់ធម៌ពលរបស់គាត់ដើម្បីវាប្រហារទៅកាន់ណាប៉ាហើយណាប៉ាគាត់ពិតជាខឹងខ្លាំងណាស់ហើយបាននិយាយថាកុំតែឯងដឹងអំពីរឿង Dragon Ball នោះទេកុំអីយើងសម្រាប់ឯងមុនគេបាត់ទៅហើយនៅពេលហ្នឹងដែរ Piccolo ក៏បានឃើញនៅចំហាយធម៌ពលយ៉ាងសាហាវមួយកំពុងតែមកគៀកទៅកាន់ពួកគេនឹងហើយបើតាមពួកគេគិតហ្នឹងគឺចំហាយធម៌ពលមួយហ្នឹងគឺគ្មាននរណានោះទេគឺជាគូខូរបស់យើងនឹងឯងហើយវីគីតាក៏បានស្កេនមើលចំហាយធម៌ពលមួយហ្នឹងវាពិតជាអស្ចារ្យខ្លាំងណាស់វាមានរហូតដល់ 5000 ឯណោះលើអញ្ចឹងណាប៉ាគាត់សឹងតែមិនជឿនោះទេហើយវីគីតាបាននិយាយថាសម្រាប់ទៅកាន់ពួកគេទាំងអស់គ្នាចោលទៅបើសិនជាពួកគេទាំង4នាក់រួមដៃគ្នាច្បាស់ណាស់ថាពួកយើងនឹងពិបាកទប់ទល់ជាមួយនឹងពួកគេជាមិនខាននោះទេហើយណាប៉ាបាននិយាយថាបើសិនជាសម្រាប់ទៅកាន់ពួកគេទាំងអស់ចោះរឿងអំពី Dragon Ball ហើយគាត់បាននិយាយថាគាត់មិនខ្វល់នោះទេដោយសារតែគាត់មាននៅវិធីសាស្ត្រមួយទៀតដែលនៅពិភពណាមិនអាចជួយទៅកាន់រឿងមួយហ្នឹងទៅកាន់ពួកគេបានបន្ទាប់មកណាប៉ាគាត់មិនចាំយូរនោះទេអ្នកដែលគាត់ចាត់ការមុនគេហ្នឹងគឺជាកូហាននៅពេលដែលរត់ចិត្តទៅដល់កូហានហ្នឹងស្រាប់តែកូហានបានស្ទុះយ៉ាងលឿនដើម្បីទាត់ទៅកាន់ណាប៉ាមួយជើងហើយមួយជើងហ្នឹងរបស់កូហានរៀងធ្ងន់ដែរហ្នឹងហើយណាប៉ាក៏បានក្រោកឡើងមកវិញហើយគាត់ពិតជាខឹងទៅកាន់កូហានខ្លាំងណាស់បន្ទាប់មកគាត់ក៏បានប្រើប្រាស់នៅធម៌ពលយ៉ាងសាហាវរបស់គាត់ដើម្បីវាយប្រហារសម្រាប់ទៅកាន់កូហានតែម្ដងក៏ប៉ុន្តែនៅពេលហ្នឹងដែរស្រាប់តែ Piccolo បានហក់ចូលទៅរងចំណូលទៅកាន់កូហានបន្ទាប់ពីត្រូវមកធម៌ពលមួយហ្នឹងហើយ Piccolo ក៏បានដួលផ្កាប់មុខទៅនឹងដីហើយកូហានក៏បានវាទៅកាន់កន្លែង Piccolo ហើយគាត់ក៏បានសួរទៅកាន់ Piccolo ថាហេតុអ្វីបានជា Piccolo ចូលមករងចំណូលគាត់អញ្ចឹងក៏ប៉ុន្តែ Piccolo បានប្រាប់ថាឲ្យកូហានឆាប់រត់ចាកចេញពីទីកន្លែងមួយហ្នឹងទៅបន្ទាប់មក Piccolo ក៏បាននិយាយថាកូហានឯងគឺជាមនុស្សតែម្នាក់គត់ដែលនិយាយគួរសមចំពោះគាត់ហើយមូលហេតុដែលគាត់វឹកហាត់ទៅកាន់កូហានដែលធ្វើឲ្យគាត់លំបាកខ្លាំងៗហ្នឹងមិនមែនមានន័យថាគាត់ចង់ធ្វើបានមកកាន់កូហាននោះទេដោយសារតែគាត់អាណិតស្រឡាញ់ទៅកាន់កូហានគាត់ចង់ឲ្យកូហានខ្លាំងហើយនឹងរឹងមាំជាងហ្នឹងហើយពាក្យចុងក្រោយរបស់ Piccolo បាននិយាយថាឯងកុំស្លាប់ឲ្យសោះកូហានបន្ទាប់ពីនិយាយចប់ Piccolo គាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅចម្លែកអាកាមីឯវិញគាត់ក៏បានរលាយចាកចេញពីពិភពលោកមួយហ្នឹងផងដែរនៅពេលដែល Piccolo បានស្លាប់ហ្នឹងបន្ទាប់ពីការស្លាប់របស់ Piccolo ហើយកូហានគាត់ពិតជាមានកំហឹងជាខ្លាំងបន្ទាប់មកកូហានក៏បានប្រើប្រាស់នៅធម៌ពលរបស់គាត់ដើម្បីវាយប្រហារទៅកាន់ណាប៉ាក៏ប៉ុន្តែត្រូវបានណាប៉ាគាត់យកដៃរបស់គាត់រុញនៅធម៌ពលមួយ
នឹងចេញតាន់បន្ទាប់ពីការវាយប្រហារមួយនឹងហើយកូហានក៏ពិតជាអស់កម្លាំងរលីងតែម្ដងហើយណាប៉ាក៏បានដើរសំដៅទៅកាន់កន្លែងរបស់កូហានហើយកូហានក៏ពិតជាអស់សង្ឃឹមខ្លាំងមែនតានហើយណាប៉ាគាត់មិនចាំយូរណាស់ទេក៏បានជន់សម្រាប់ទៅកាន់កូហាននៅពេលដែលណាប៉ាជន់ទៅកាន់កូហានហ្នឹងស្រាប់តែគាត់បានមើលទៅកាន់ខាងក្រោមទៅមិនឃើញទៅកាន់កូហាននោះទេក៏ប៉ុន្តែស្រាប់តែកូហានបាននៅជិះនៅលើពពករបស់គូខូឯណែវិញហើយណាប៉ាក៏បានមើលទៅកាន់ខាងលើទៅគាត់ក៏បានឃើញគូខូនៅចំពោះមុខរបស់គាត់ផងដែរហើយគូខូគាត់ក៏បានចុះមកកាន់ខាងក្រោមមកមើលទៅតាមទឹកមុខរបស់គូខូគាត់ពិតជាមើលខ្លាំងណាស់ហើយគូខូក៏បានដើរសំដៅទៅកាន់កន្លែងរបស់ភីកាឡូហើយគាត់ស្ទាបដឹងថាឥឡូវនេះផងដែរភីកាឡូបានស្លាប់បាត់ទៅហើយកូហានបានប្រាប់ថាមូលហេតុដែលភីកាឡូស្លាប់ហ្នឹងដោយសារតែគាត់រងចំនួនទៅកាន់កូហានហើយគាត់ក៏បានសម្លឹងមើលទៅកាន់តានហើយនឹងយ៉ាំឆាក៏បានស្លាប់ដូចគ្នាផងដែរហើយឥឡូវនេះដែរគូខូគាត់ពិតជាមានកំហឹងជាខ្លាំងមិនចាំយូរណាស់ទេគូខូក៏បានដើរសំដៅទៅកាន់កន្លែងរបស់ណាប៉ាហើយណាប៉ាបាននិយាយថាតើឯងចង់ស្លាប់ហើយមែនដែរឬទេហើយណាប៉ាក៏បានវាយប្រហារទៅកាន់គូខូក៏ប៉ុន្តែស្រាប់តែបាត់គូខូឆឹងហើយគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគូខូកំពុងតែបណ្ដាលទៅកាន់កូហានហើយគាត់ក៏បានទៅសុំទោសទៅកាន់កូរ៉េនផងដែរដោយសារតែគាត់មកទីនេះយឺតមិនដឹងជាគូខូមានក្របអ្វីនោះទេគាត់បានឲ្យទៅកាន់កូរ៉េនញ៉ាំហើយនឹងកូហានញ៉ាំផងដែរស្រាប់តែមួយសន្ទុះក្រោយមកកូរ៉េនជាមួយនឹងកូហានពួកគេទាំងពីរនាក់ស្រាប់តែមាននៅកម្លាំងឡើងមកវិញហើយកូហានបាននិយាយថាដោយសារតែឥឡូវនេះផងដែរភីកាឡូបានស្លាប់បាត់ទៅហើយអញ្ចឹងហើយមិនអាចប្រើប្រាស់នៅត្រាកនបោបាននោះទេហើយអ្នកដែលបានស្លាប់ហ្នឹងក៏មិនអាចជួយឲ្យរស់ឡើងមកវិញបានផងដែរបន្ទាប់ពីលើនៅសម្ដីរបស់កូហានហើយគូខូជាមួយនឹងកូរ៉េនពួកគេទាំងពីរនាក់ពិតជាស្រឡាញ់កាំងខ្លាំងណាស់ហើយកូរ៉េនបាននិយាយថាមិនអីនោះទេឥឡូវនេះផងដែរពួកយើងទាំងអស់គ្នាត្រូវតែសងសឹកឲ្យទៅកាន់ពួកគេវិញហើយគូខូក៏បានសម្លឹងមើលទៅកាន់ណាប៉ាហើយគាត់ក៏បានបញ្ចេញនៅធម៌ពលរបស់គាត់យ៉ាងខ្លាំងមួយផងដែរមិនចាំយូរណាស់ទេគូខូក៏បានដើរសម្ដៅទៅកាន់កន្លែងរបស់ណាប៉ាហើយគូខូក៏បានប្រើប្រាស់នៅធម៌ពលរបស់គាត់ដែលធ្វើឲ្យទីកន្លែងមួយហ្នឹងឡើងរំជួយអស់ហើយណាប៉ាមិនចាំយូរណាស់ទេគាត់ក៏បានរត់ទៅយ៉ាងលឿនដើម្បីចូលទៅវាយប្រហារទៅកាន់គូខូក៏ប៉ុន្តែគ្មានណាស់ទេគូខូពិតជាលឿនខ្លាំងណាស់ក៏បានស្ទុះយ៉ាងលឿនដើម្បីធាក់ទៅកាន់ណាប៉ាមួយជើងដែលធ្វើឲ្យគាត់ផ្កាប់មុខទៅនឹងដីបន្ទាប់មកណាប៉ាក៏បានក្រោកឡើងមកវិញហើយចូលទៅវាយប្រហារទៅកាន់គូខូតែម្ដងហើយគូខូក៏បានស្ទុះវឹបឡើងទៅលើក្បាលរបស់ណាប៉ាហើយគូខូក៏បានចុះមកកាន់ខាងក្រោមវិញហើយគាត់ក៏បានមកទៅកាន់ណាប៉ាម្ដាយដែលធ្វើឲ្យគាត់មានការឈឺចាប់ជាខ្លាំងគូខូបាននិយាយថាមួយដៃនេះគឺសម្រាប់ចូលហើយអូខេអ្នកគ្នាសាច់រឿងមួយនេះខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្្នឹងហើយជួបគ្នានៅវីដេអូក្រោយបាយ